សុខសប្បាយទាំងអស់គ្នាថ្ងៃនេះខ្ញុំទៅពីការងារខ្ញុំទៅលេងកម្មវិធីពិព័រណ៍នៅជីម៉ុង271កម្មវិធីពិព័រណ៍នេះគេដាក់បង្ហាញស្នាដៃខ្មែរដូចជាកសែងឈុតបុរាណមានទាំងគំនូរបុរាណអីហ្នឹងគឺមាននៅហ្នឹងទាំងអស់គេដាក់បង្ហាញហើយខ្ញុំអត់ដឹងថាគេពិព័រណ៍ទេតែមកខ្ញុំអស់ Facebook ទៅឃើញនិងខ្ញុំក៏ទៅលេងភ្លាមតែខ្ញុំទៅនេះរៀងយប់ដែរហើយមានទូកមានថ្នោតអីហ្នឹងមានផ្កាឈូកនេះគេធ្វើអំពីអំបោះលីឡុងហើយលើកទី1ដែរដែលខ្ញុំទៅកម្មវិធីពិព័រណ៍នៅជីម៉ុងដោយសារតែវាប្លែកដែរនឹងមើលទៅមានវត្ថុបុរាណរបស់ខ្មែរយើងច្រើនមិនថាផ្ទាំងចម្លាក់អីគឺមាននៅហ្នឹងហើយខ្ញុំចូលចិត្តផ្ទាំងគំនូរបែបបុរាណរបស់ខ្មែរយើងជាពិសេសឈើចម្លាក់អីហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងមែនទែនមិនថាទេសភាពបែបស្រុកស្រែឬមួយក៏វត្ថុបុរាណរបស់ខ្មែរយើងគឺតាក់ទាញអញ្ចឹងខ្ញុំចូលចិត្តខ្ញុំទៅនេះម៉ោង7ជាង7:08ហើយតែនៅតែមានមនុស្សច្រើនមែនទែនហើយនេះគេដេកឡើងអំពីកម្មាខ្មែរយើងមើលទៅប្លែកមែនតើហើយមានតាំងពីសំលៀមទម្លាប់ខ្មែរយើងវត្ថុបុរាណវប្បធម៌ហ្នឹងគឺមានគេដាក់តាំងបង្ហាញនៅហ្នឹងទាំងហើយខ្ញុំប្លែកម្យ៉ាងដែរដល់ពេលគេយកក្រមាមកបែបដេកបែបហ្នឹងគឺស្អាតមែនតើមើលទៅប្លែកទីមួយបង្ហាញពីខ្មែរយើងហើយមើលទៅមានភាពលេចធ្លោទៀតបាទភាពទាន់សម័យហើយសកម្មភាពទាំងអស់ហ្នឹងគាត់ឲ្យវាជាសកម្មភាពសង្ខេបដោយសារខ្ញុំថតបានខ្លីពេកអញ្ចឹងទៅខ្ញុំកាត់អញ្ចឹងទៅហើយនេះគឺក្រងទ្វារចូលខាងមុខនឹងគ្នាឲ្យគេដាក់ភូមិខ្មែរអ្នកធ្វើមានអំពូមីងបងអីគាត់ចាក់ផ្កាមានផ្កាម្លិះផ្កាអីអញ្ចឹងទៅចាក់ធ្វើក្រងវាស្អាតមែនតើ